គេថាមានជួបមានបាយជារៀងធម្មតាទេមិត្តភ័ក្តិរបស់ខ្ញុំពីរនាក់ប្តីពន្ធជនជាតិហូឡង់នេះខ្ញុំបែកគាត់តាំងពីឆ្នាំ2022មកម្លេះហើយជារៀងរាល់ឆ្នាំគាត់តែងតែមកលេងប្រទេសខ្មែរជាពិសេសសៀមរាបនឹងឯងចឹងហើយណាក៏មួយឆ្នាំ2ដងដែរឲ្យតែគាត់មកនឹងដងគាត់តែងតែមានសិទ្ធិរកខ្ញុំចង់ជួបខ្ញុំចឹងទៅចឹងហើយបានជាខ្ញុំប្រាប់ពុកម៉ៅថាឯងទៅមុនទៅចាំខ្ញុំជួបមិត្តភ័ក្តិហើយខ្ញុំទៅតាមក្រោយអីចឹងជិះទៅបងប្អូននៅភ្ញៀវពីប្តីប្រពន្ធហ្នឹងខាងស្រីមិនសូវជាសិទ្ធស្នាជាមួយខ្ញុំបានទេណាតែខាងប្រុសនឹងបងប្អូនសិទ្ធស្នាមួយខ្ញុំត្មងអានេះបើសិនជាខ្ញុំអត់មានប្តីគាត់មានប្រពន្ធណាប្រហែលជាខ្ញុំអាចនិយាយស្រួលស្ដាប់តាក់គាត់បានមកឲ្យបងប្អូនចង់និយាយចឹងប៉ុន្តែគ្រាន់ជាការគិតរបស់ខ្ញុំដែរហើយពេលខ្លះទៀតនៅពេលគាត់ខលមកនិយាយលេងជាមួយខ្ញុំដងខ្ញុំតែសូមជួបប្រពន្ធគាត់ដើម្បីបង្ហាញថាពួកខ្ញុំនឹងប្តីរបស់គាត់គ្រាន់ជាមិត្តភក្តិទេហើយខ្ញុំក៏អត់ចង់ឲ្យប្តីរបស់ខ្ញុំនឹងគាត់មានថាមានមន្ទិលសង្ស័យឬគិតអីផ្សេងអីចឹងណាមូលហេតុដែលខ្ញុំស្គាល់គាត់នឹងគឺស្គាល់ដោយសារតែគាត់ជាភ្ញៀវខ្ញុំជាអ្នកម៉ាសាអីចឹងណាហើយកាលពីឆ្នាំបើសិនជាខ្ញុំមិនចាំមិនខុសទេតុងឆ្នាំ2021នេះខ្ញុំបានជើញគាត់ញ៉ាំបាយខ្ញុំមួយពេលទាំងគ្រួសាររបស់គាត់កាលនោះមានកូនផ្សារនិងកូនបង្កើតនឹងឯងប្រហែលជា6 7នាក់អញ្ចឹងហើយចៃដន្យនេះចំថ្ងៃកូនគាត់ birthday អញ្ចឹងហើយបានជាខ្ញុំរៀបចំកម្មវិធីទួយឲ្យគាត់អញ្ចឹងតាំងពីពេលនោះមកគាត់មានអារម្មណ៍ថាស្នេហ៍ជាមួយខ្ញុំហើយគាត់ស្គាល់ខ្មែរយើងជាច្រើនអត់មានណាម្នាក់ធ្វើអញ្ចឹងដាក់គាត់ទេអានឹងជាពាក្យសម្ដីដែលគាត់និយាយប្រាប់ខ្ញុំអញ្ចឹងដូចថ្ងៃហ្នឹងផងដែរគាត់ប្រពោះខ្ញុំឬក៏អញ្ជើញខ្ញុំទៅញ៉ាំអាហារថ្ងៃត្រង់ជួបជុំជាមួយគាត់អញ្ចឹងនៅកន្លែង restaurant ឈ្មោះថាទេវីគឺម្ហូបអាហារឆ្ងាញ់របស់គេបងប្អូនឆ្ងាញ់មែនហើយតម្លៃធូរថ្លៃទៀតហើយម្ហូបដែលខ្ញុំកំងញ៉ាំអាហារថ្ងៃត្រង់ហ្នឹងគឺខ្ញុំកំងអាម៉ុកឯបងប្អូនខ្ញុំគេកំងលោកឡាចម្លែកអីតែសុកជាបងប្អូនហើយគាត់កំងណែមហើយនឹងទៅយកទៅវិញតែមិនបាច់ថាខ្ញុំនិយាយថាឆ្ងាញ់មិនឆ្ងាញ់ទេមើលទៅមាត់សុកជាដឹងហើយបងប្អូនអាចចំណែកពួកគាត់វិញគាត់ញ៉ាំម្ហូបឬកំងម្ហូបតាមបែបគាត់អីអញ្ចឹងណានិយាយទៅបងប្អូនពេលខ្លះពេលឃើញហាងល្អទំនើបអញ្ចឹងមិនសិតតែថ្លៃទាំងអស់ទេហេងសយអាហារដែលគេលក់តាមផ្លូវថ្លៃជាងអាហារក្នុងហាងផងក៏មិនដឹងហើយខ្ញុំក៏សូមណែនាំ NAD Skin យ៉ាងគឺជាប្រភេទវីតាមីនជួយបញ្ជាភាពចាស់ជួសជុល DNA ការពារកោសិកាពីការខូចខាតជួយដល់ប្រព័ន្ធប្រសាទនិងខួរក្បាលរក្សាសម្ពាធឈាមបង្កើនការចងចាំបង្កើនភាពស៊ាំឲ្យរឹងមាំហើយនៅពេលបងប្អូនប្រើជាប្រចាំឲ្យធ្វើឲ្យស្បែកបងប្អូនតឹងណែនថ្មងរក្សាសម្រស់ក្មេងជាងវ័យទៅស្អាតចេញពីខាងក្នុងហ្មងឥឡូវខ្ញុំគេមាន promotion តម្លៃពេញ$35បញ្ចុះនៅសល់តែ$28ព្រីដឹកទៀតឥឡូវបន្ទាប់ពីញ៉ាំគាត់ខ្ញុំនឹងសុកជាដើរទៅសំដៅទៅអូតែលរបស់គាត់អញ្ចឹងនិយាយទៅកន្លែងគាត់ញ៉ាំអាហារហើយកន្លែងគាត់ស្នាក់នៅអត់សូវឆ្ងាយនាមហ្មងទេបងប្អូនហើយគាត់ចង់បង្ហាញបុគ្គលិកឬក៏មិត្តភ័ក្តិដែលគាត់ស្គាល់ថ្មីហ្នឹងប្រាប់ថាខ្ញុំជាមិត្តរបស់គាត់យូរខែយូរឆ្នាំអីចឹងកន្លែងដែលគាត់ស្នាក់នៅហ្នឹងគឺ Five Star Hotel ពីរត់អូតែហ្នឹងឯងបងប្អូនពីមុនគាត់ដេកតែវីតូរីយ៉ាទេប៉ុន្តែដោយសារវីតូរីយ៉ាបិទហើយក៏មិនដឹងថ្ងៃណាបើកវិញដែរបងប្អូនអើយឥឡូវគាត់នាំខ្ញុំទៅលេងនៅកន្លែងម៉ាសាកន្លែង spa ហ្នឹងឯងគឺជាកន្លែងដែលខ្ញុំស្គាល់គាត់ដំបូងគាត់ចង់រំលឹកអនុស្សាវរីយ៍ហើយគាត់ក៏រាយរាប់ប្រាប់បុគ្គលិក spa ម៉ាសាដូចគ្នាចឹងថាខ្ញុំជាមិត្តភ័ក្តិចាស់ចឹងទៅអ្នកទាំងអស់គ្នាជាមិត្តភ័ក្តិថ្មីរបស់គាត់សង្ឃឹមថាខ្ញុំមានឱកាសម៉ាសាគាត់ម្ដងទៀតអីចឹងបងប្អូននិយាយទៅខ្ញុំក៏ចង់ម៉ាសាគាត់ដែរប៉ុន្តែមិនដឹងយកគាត់ទៅម៉ាសានៅកន្លែងណាហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនបើស្អាតចូលចិត្តសូមជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងអរគុណជម្រាបលាចាំជួបនៅវគ្គក្រោយ